ភាគទី17បន្ទាប់ពីឪពុករបស់ស៊ីកងនឹងគឺបានសួរអំពីរឿងការងាររបស់កូនស្រីរបស់គាត់ហើយក៏គាត់នឹងគឺបានដឹងថាស៊ីកងនឹងគឺមិនទៅលេងជីស្គីតកកជាមួយនឹងខាងគ្រួសារម៉ាក់របស់គាត់អីអញ្ចឹងវិញឪពុកវិញក៏ចង់ហាមគាត់ទៅកាន់កូនស្រីរបស់គាត់ទៀតតែលោកយាយវិញនេះគឺជាការសម្រេចចិត្តក៏ដូចជាមួយនឹងការដើរលេងលក្ខណៈគ្រួសាររបស់គេសោះហេតុអីបានចេះដឹងអីក៏ខ្លាំងមែនធ្វើឲ្យទៅកាន់ឪពុករបស់ស៊ីកងនៅពេលដែលបានស្ដាប់ឮទៅកាន់លោកយាយនឹងគឺបាននិយាយបែបហ្នឹងហើយស្ងាត់មាត់ជ្រាបតែម្ដងតែស៊ីកងវិញក៏បានប្រាប់ទៅកាន់លោកយាយរបស់គាត់ថាទីទៀតចៅប្រុសរបស់គាត់ម្នាក់ទៀតគឺនឹងមកដល់ហើយនៅពេលដែលបានឮបែបហ្នឹងមើលទៅលោកយាយគឺពិតជាសប្បាយចិត្តដោយសារតែខានជួបជាមួយនឹងចៅប្រុសតូចហ្នឹងគឺវាយូរខ្លាំងមែនទែននៅពេលដែលបាននិយាយបែបហ្នឹងហើយមិនចាំយូរឥឡូវហ្នឹងឡានក៏បានមកដល់លោកយាយវិញគាត់ក៏បានមកជួបជាមួយនឹងចៅពៅរបស់គាត់អញ្ចឹងទៅទាំងចៅពៅវិញក៏ដល់ពេលដែលគាត់នឹងគឺត្រូវទៅជាមួយនឹងបងស្រីរបស់គាត់ដើម្បីនាំទៅកាន់បងស្រីរបស់គាត់នឹងគឺទៅឆ្លងឆ្នាំជាមួយនឹងខាងប៉ាម៉ាក់របស់គាត់វិញនឹងនោះលោកយាយក៏ដូចជាមួយលោកតាវិញក៏មានរបស់បន្តិចបន្តួចឲ្យទៅកាន់ចៅប្រុសពៅរបស់គាត់នឹងក៏ដូចជាមួយនឹងស៊ីកងនឹងគឺយកផ្ញើឲ្យទៅកាន់ម៉ាក់របស់ស៊ីកងផងអញ្ចឹងស៊ីកងជាមួយនឹងប្អូនប្រុសរបស់គាត់វិញមិនចាំយូរទេជំរាបលាទៅកាន់លោកតាក៏ដូចជាមួយលោកយាយរបស់គាត់អញ្ចឹងគាត់ក៏បានបើកឡាននឹងគឺបានចាក់ចេញទៅនៅពេលនឹងបាត់ទៅកំពុងតែនៅខាងក្នុងឡាននឹងមើលទៅកាន់ប្អូនប្រុសវិញឃើញទឹកមុខបងស្រីរបស់គាត់នឹងគឺមិនសូវស្រួលក៏បានសួរទៅកាន់ស៊ីកងតើស៊ីកងនឹងគឺកំពុងតែឆ្លោះជាមួយនឹងឪពុករបស់គាត់ទៀតហើយមែនតែស៊ីកងវិញក៏បានប្រាប់ថាមិនចឹងនោះទេហើយប្អូនប្រុសវិញគាត់គឺព្យាយាមនិយាយមិនដើម្បីឲ្យទៅកាន់បងស្រីរបស់គាត់នឹងគឺកុំគិតច្រើនកុំធ្វើអីច្រើនចឹងទៅហើយណាមួយទៀតឥឡូវនឹងគឺវាដល់ពេលចូលឆ្នាំថ្មីហើយអញ្ចឹងរីករាយជាមួយនឹងបន់ចូលឆ្នាំថ្មីក៏ដូចជាមួយនឹងជីវិតថ្មីចាប់ផ្ដើមឡើងនៅពេលបន្តិចទៀតនឹងហើយឥឡូវស៊ីកងជាមួយនឹងប្អូនប្រុសរបស់គាត់ក៏បានមកជួបជុំខាងគ្រួសាររបស់ពួកគាត់បន្តទៀតហើយមើលការជួបជុំក៏ដូចជាមួយនឹងការឆ្លងឆ្នាំចូលឆ្នាំចិនរបស់ពួកគាត់ទាំងអស់គ្នានឹងដែរស្របពេលដែលកំពុងតែឆ្លងឆ្នាំផឹកហើយក៏ដូចជាមួយនឹងការអង្គុយលេងមើលកំជ្រួចធ្វើឲ្យទៅកាន់ស៊ីកងមិនដឹងថាគាត់នឹងគឺសម័យក៏ដូចជាមួយនឹងការនឹកទៅកាន់ពីណាគេទេនឹកទៅកាន់គេហើយឥឡូវនឹងគេក៏បានផ្ញើសាររីករាយបន់ចូលឆ្នាំថ្មីប្រពៃណីចិនរបស់ពួកគាត់នឹងឲ្យទៅកាន់ស៊ីកងវិញគាត់ក៏បានឆ្លើយតបឲ្យទៅកាន់លីងយូនវិញដែរអញ្ចឹងទៅហ្នឹងហើយចំណែកប្អូនប្រុសឃើញទៅកាន់បងស្រីកំពុងតែមើលទូរស័ព្ទហើយស្នាមញញឹមតែម្នាក់ឯងបែបហ្នឹងធ្វើឲ្យគាត់នឹងគឺពិតជាឆ្ងល់ខ្លាំងមែនទែនហើយចំណែកលីងយូនទាំងអស់គ្នាមើលទៅគាត់ដូចជាមានកម្រងដើម្បីទៅជិះស្គីតកកដែរប៉ុន្តែគាត់ដូចជាអត់មានទាន់បានប្រាប់រឿងមួយហ្នឹងឲ្យទៅកាន់ស៊ីកងនឹងគឺបានដឹងទេណាខាងលេងយូវិញគឺចុចទូរស័ព្ទបដាញញឹមប្រាសបាយចិត្តប្រានឹងម៉ាក់ឃើញបែបហ្នឹងក៏បានចូលមកសួរទៅកាន់កូនប្រុសរបស់គាត់តើពេលណាបានកូនប្រុសរបស់គាត់នឹងគឺណែនាំម្នាក់មួយហ្នឹងឲ្យគាត់នឹងគឺបានស្គាល់ទៅហើយចំណែកកូនប្រុសវិញគាត់ក៏អត់ទាន់ដឹងថាពេលណាដែរដោយសារតែឥឡូវហ្នឹងគាត់កំពុងតែតាមជាមួយនឹងស៊ីកងដែរហ្នឹងនៅពេលដែលបាននិយាយបែបហ្នឹងហើយមើលទៅគាត់ដូចជាកំពុងតែបញ្ចុះបញ្ចូលឲ្យទៅកាន់ម៉ាក់របស់គាត់គាត់ដូចជាមួយលោកពូហើយលោកពូនឹងដូចជាប្តីបន្ទាប់ទៀតរបស់ម៉ាក់របស់គាត់ហើយប៉ុន្តែលីងយូគឺហៅគាត់នឹងគឺជាលោកពូនោះទេលីងយូក៏បានសួរទៅកាន់ម៉ាក់របស់គាត់នឹងដោយសារតែម៉ាក់របស់គាត់ក៏ចូលចិត្តការជិះស្គីតកកនៅពេលដែលគាត់នឹងគឺនៅប្រទេសស្វីសដែរអញ្ចឹងឥឡូវនឹងគាត់គឺចង់ប្រមូលម៉ាក់របស់គាត់នឹងគឺទៅជិះស្គីតកកនៅក្នុងប្រទេសរបស់គាត់វិញហើយចំណែកម៉ាក់វិញនៅពេលដែលឮថាកូនប្រុសរបស់គាត់នឹងគឺនិយាយហើយចាំមើលតែគាត់នឹងគឺទៅជាមួយនឹងកូនប្រុសឬក៏យ៉ាងម៉េចចាំមើលបន្តទៀតមើលចំពោះខាងគ្រួសាររបស់ស៊ីកងវិញឥឡូវនឹងពួកគាត់ទាំងអស់គ្នាគឺបានចោះមកពីលើយន្តហោះក៏ដូចជាមួយនឹងបានដល់ទីតាំងហើយគឺមានហ្គាយដើម្បីនាំទៅកាន់ពួកគាត់ទាំងអស់គ្នាគឺមកលេងកន្លែងនឹងក៏ដូចជាមួយនឹងការជិះស្គីនៅតំបន់មួយនឹងថែមទៀតមើលទៅម្នាក់វិញគឺសប្បាយចិត្តដោយសារតែចង់បានអ្វីដែលពួកគាត់នឹងគឺចង់នឹងហើយក៏កំពុងតែរៀបចំអីវ៉ាន់នឹងគឺឡើងទៅលើឡានម្នាក់មកវលីហើយឡានគឺប្រប៉ុណ្ណាពួកគាត់គឺមានគ្នាតែ4-5 នាក់សោះ chẳngធ្វើឲ្យតែកាន់ប្អូនប្រុសវិញគឺបានថាឲ្យតែកាន់បងស្រីតែម្ដងដោយសារតែដឹងថាមកកន្លែងនឹងដែរប៉ុន្តែអត់ត្រៀមទេធ្វើឲ្យតែកាន់ស៊ីកងវិញអ្នកទាំងអស់គ្នាខឹងតែកាន់ប្អូនប្រុសរបស់គាត់តែម្ដងអត់មាននិយាយអីណាអីទេបែរជាឌឺហើយគឺថាឲ្យមកកាន់គាត់នឹងគឺថែមទៀតមើលពួកគាត់ទាំងពីរកំពុងតែបលែកគ្នានៅលើអាស្នូនឹងទៅអូបលែកហើយក៏បានរត់ចូលទៅខាងក្នុងឡានធ្វើឲ្យតែកាន់ប៉ាម៉ាក់របស់ពួកគាត់នៅពេលដែលបានឃើញចរិតរបស់ពួកគាត់ទាំងពីរអ្នកនឹង
កំពុងតែប្រឡែងក៏ដូចជាមួយនឹងការឆ្លោះគ្នាហ្នឹងគឺមានអារម្មណ៍ថាពួកគាត់ទាំងពីរនាក់ហ្នឹងគឺទទួលបានអារម្មណ៍នៅពីក្មេងៗជាពិសេសប៉ាម៉ាក់របស់ពួកគាត់ទាំងអស់គ្នានឹងតែម្ដងបន្ទាប់ពីបាននិយាយឆ្លោះគ្នានឹងគឺមកចប់ហើយអ្នកទាំងអស់គ្នាមើលបរិយាកាសក៏ដូចជាមួយនឹងទស្សនវិជ្ជាដែលពួកគាត់កំពុងតែជិះឡានទៅកន្លែងដែលពួកគាត់នឹងគឺនឹងទៅជិះស្គីនៅពេលបន្តិចទៀតនឹងនោះមើលទៅកន្លែងហ្នឹងគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនពោពេញជុំវិញហ្នឹងគឺដោយព្រិលអស់អាលេងហើយសជុំវិញហ្នឹងតែម្ដងនិយាយទៅអូយបើសិនជាតន់ទៅបែបហ្នឹងអែមប៉ុន្តែអត់មានគឺបានឆែកមើលហើយនៅកន្លែងហ្នឹងគឺដកដប់អូយទឹកជាក់សាហាវនិយាយមែនកំពុងតែជិះឡានទៅដើរលេងហើយហ្នឹងលីងយូវិញគាត់ក៏បានផ្ញើសារសួរអំពីការងារផ្ទះ PV របស់គាត់នឹងនោះហើយគាត់គឺបានរើសហើយបានច្បាស់អស់ហើយទាំងគាត់នឹងគឺសួរទៅកាន់ស៊ីកងនឹងគឺចង់ដាក់ឈ្មោះអីប៉ុន្តែស៊ីកងវិញគាត់គឺផ្ដល់អតិភិបឲ្យទៅកាន់លីងយូនឹងគឺជាអ្នកសម្រេចចិត្តចោនៅពេលដែលមកពីការដើរលេងវិញចាំពួកគាត់នឹងគឺសម្រេចចិត្តចង់ក្រោយបន្តទៀតក៏បានដែរហើយកំពុងតែលេងអីបដានឹងមើលទៅកាន់បងប្រុសនោះសួរទៅកាន់បងស្រីតើបងស្រីកំពុងតែលេងជាមួយនឹងពីណាគេបងស្រីអត់ឆ្លើយចូលមកគៀកទៅកាន់បងស្រីតែម្ដងតែស៊ីកងគឺប្រាប់ទៅកាន់បងប្រុសរបស់គាត់ថាចេះឥឡូវនឹងពួកយើងកំពុងតែឆ្លោះគ្នាឲ្យចេញឲ្យឆ្ងាយពីគាត់នឹងគឺបន្តិចទៅធ្វើឲ្យទៅកាន់បងប្រុសមិនគាត់តែគាត់នឹងគឺឆ្លោះលេងនិយាយលេងតើហេតុអីបានបងស្រីរបស់គាត់នឹងគឺខឹងដែរអញ្ចឹងចំណែកបងស្រីវិញនេះគឺជារឿងអាចកំបាំងដែលគាត់កំពុងតែលេងជាមួយលេងយូអញ្ចឹងមិនគាត់នឹងគឺប្រាប់ឲ្យទៅកាន់បងប្រុសរបស់គាត់ដឹងទៅបងប្រុសរបស់គាត់នឹងគឺមាត់ដាច់សឹងអីហ្នឹងពួកគាត់ទាំងអស់គ្នានឹងគឺបានមកដល់ទីតាំងហើយអ្នកទាំងអស់គ្នាមើលទៅថាវាស្រស់ស្អាតប៉ុណ្ណាអូយគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនប៉ាម៉ាក់របស់ស៊ីកងក៏ដូចជាមួយនឹងប៉ាម៉ាក់បងប្រុសរបស់គាត់នៅពេលដែលបានចោះមកឃើញបរិយាកាសនៅជុំវិញនឹងហើយអូយពិតជាស្រស់ស្អាតខ្លាំងមែនទែនអូចង់ទៅសាហាវថ្ងៃដែលបានជូនពួកគាត់នឹងគឺមកដល់កន្លែងហ្នឹងក៏បានប្រាប់ឲ្យទៅកាន់ពួកគាត់នឹងគឺចូលទៅខាងក្នុងសិនទៅចាំពួកគាត់នឹងគឺនឹងប្រាប់អំពីផែនការនឹងថ្ងៃស្អែកថានឹងនាំទៅកាន់ពួកគាត់នឹងគឺទៅលេងនៅកន្លែងណាខ្លាំងហើយកន្លែងហ្នឹងគឺមានកន្លែងខ្លះគេបិទដោយសារតែធ្លាក់ប្រាល់នឹងគឺខ្លាំងពេកហើយចំណែកប៉ាម៉ាក់របស់ស៊ីកងវិញឥឡូវនឹងពួកគាត់ទាំងអស់គ្នានឹងក៏បានចូលទៅខាងក្នុងមុនទៅទុកឲ្យទៅកាន់ស៊ីកងក៏ដូចជាមួយនឹងបងប្រុសរបស់គាត់ឃើញអ្វីៗទាំងអស់នឹងគឺវាស្រស់ស្អាតអញ្ចឹងគឺឲ្យទៅកាន់បងប្រុសនឹងគឺចាំបន្តិចនឹងទាញទូរស័ព្ទមកឲ្យទៅកាន់បងប្រុសរបស់គាត់នឹងគឺថតរូបពីរបីប៉ុស្តិ៍ទុកឲ្យគាត់នឹងគឺដាក់ក្នុងទូរស័ព្ទបន្តិចហើយចំណែកបងប្រុសវិញគឺឲ្យទៅកាន់បងស្រីរបស់គាត់សេរីទៅអញ្ចេះសេរីទៅអញ្ចោះតែបងស្រីវិញគឺយកអាកាស័យនឹងគឺបិទមុខគឺឃើញតែភ្នែកពីរបន្តិចហ្នឹងឡើងបងប្រុសវិញងាប់អាណាគេថតរូបបែបហ្នឹងទេនៅពេលដែលគាត់នឹងគឺបានថតហើយអញ្ចឹងទៅស៊ីកងវិញគាត់ក៏បានផ្ញើជារូបភាពទាំងប្រមាណមួយហ្នឹងគឺឲ្យទៅកាន់លេងយូទៀតផ្ញើរូបភាពហ្នឹងគឺចង់មានន័យថាម៉េចមិនមែនជាសង្សារជាមួយនឹងគ្នាហ្នឹងធ្វើអីក៏ដោយក៏ប្រាប់គ្នាទៅវិញទៅមកដែរចំពោះលេងយូវិញមើលនេះប្រហែលជាគាត់កំពុងតែរៀបចំអីវ៉ាន់នឹងគឺទៅតាមក្រោយរបស់ស៊ីកងដែរមើលទៅនោះហើយនៅពេលដែលគាត់នឹងគឺទទួលបានសាររបស់ស៊ីកងហើយប្រាប់ទៅកាន់ស៊ីកងឲ្យស៊ីកងនឹងគឺរីករាយជាមួយនឹងអ្វីដែលគាត់នឹងគឺកំពុងតែទៅនឹងចោហើយឥឡូវហ្នឹងពួកគាត់ទាំងអស់គ្នាក៏បានមកជួបជុំគ្នានៅខាងក្នុងបន្ទប់ហើយកំពុងតែជួបជុំគ្នានឹងមើលទៅកាន់ស៊ីកងនឹងគឺគិតទៅកាន់គេនឹងគឺបន្តទៀតទៅដោយសារតែគាត់នឹងក៏ចង់ឲ្យទៅកាន់លេងយូនឹងគឺមកដែរហើយចំណែកអ្នកទាំងអស់គ្នាវិញឥឡូវហ្នឹងគឺត្រូវនិយាយជាមួយនឹងរឿងមួយដោយសារតែពួកគាត់ចាស់អញ្ចឹងទៅគាត់គឺចង់ដើរលេងបែបលក្ខណៈចាស់អញ្ចឹងទៅហើយចំណែកក្មេងៗវិញគាត់គឺចង់ដើរលេងលក្ខណៈបែបក្មេងហើយចំណែកស៊ីកងក៏ដូចជាមួយនឹងបងប្រុសរបស់គាត់វិញមើលទៅពួកគាត់ទាំងពីរដូចជាមិនចង់ឡើងទៅខាងលើនឹងទេពួកគាត់គឺចង់ជិះស្គីនៅខាងក្រោមលេងជាមួយនឹងគ្នាវិញថ្ងៃថ្មីរបស់ខាងគ្រួសាររបស់ស៊ីកងគឺបានមកដល់ហើយនៅពេលដែលបានមកដល់អ្នកទាំងអស់គ្នាមើលទៅកាន់ស៊ីកងជាមួយនឹងបងប្រុសរបស់គាត់នឹងទៅថាបងប្រុសរបស់គាត់នឹងគឺបានជិះស្គីតកក៏ដូចជាម៉ូតូតកអីមើលទៅថាគាត់នឹងគឺបានជិះសាហាវប៉ុណ្ណាធ្វើឲ្យទៅកាន់ស៊ីកងនឹងគឺបានស្រែកឡើងចង់ដាច់ដាតអីអញ្ចឹងស៊ីកងក៏បានប្រាប់ទៅកាន់ជីងរូជាបងប្រុសរបស់គាត់នឹងថាគាត់នឹងគឺឈប់ជិះជាមួយអាណាគេជិះសាហាវនឹងគឺបែបហ្នឹងបន្តមកទៀតបន្ទាប់ពីបានជិះម៉ូតូតកនឹងហើយឥឡូវនៅពួកគាត់ក៏បានមកបន្តការឡៃថតរូបភាពក៏ដូចជាមួយនឹងការធ្វើសកម្មភាពជាលក្ខណៈគ្រួសាររបស់ពួកគាត់នឹងថតរូបស្អាតសប្បាយជាមួយនឹងគ្នានឹងគឺប៉ុណ្ណាហើយចំណែកជីងរូវិញអ្នកទាំងអស់គ្នាមើលគាត់ទៅថាគាត់ដូចជាមិនសូវចូលចិត្តថតរូបភាពបែបលក្ខណៈគ្រួសារជាមួយនឹងឪពុកម្ដាយរបស់គាត់ទេប៉ុន្តែបែរជាគាត់នឹងគឺចូលចិត្តថតរូបភាពពីអ្នកស៊ីកងនឹងគឺច្រើនជាងឪពុកម្ដាយរបស់គាត់នៅពេលនឹងទៀតទោះបីជាឪពុកម្ដាយទាញចង់ចូលទៅ
ทอดกอดตั้งในเป็นนังได้ปะปะคลังเหมือนเต้นจริงรูนี่ทอรูกอดแอดจังอะไรก็กำปงแต่ดาเจงตะแข็งกล้าวปัดต่อเติมมากระไรเตี้ยแต่เมื่อเติมตะกันจ่าเว้งโดยซาตะกอดนั่นคือเหียงฮอดได้จังพวกกอดโดยจีจ้องเตอโหกระไรยำไอ้ติสันหายจำนายออมโปรดบอซีกองกับโดยจมือซีกองเว้งพวกกอดต่างปีคือบ้านมาดอตีต่างหมวยมาดอตีต่างนั่งพวกกอดคือเตยแต่ติงกับไอ้สำลีบำเพ็ญสำหรับจีสกีนั่งไงไอซันแต่เมื่อตะการซีกองไว้โดยจมันเซอร์โจจัดออมโปรเตออมโปรเวียคือดื้อมาการกอดนั่งคือสปามาโดยซาตะจิงรู้ก็คือจัจิสกีนั่งเหียงขอนบ้านหนูจังเนยเป็นพวกกอดต่างปีนั้นนั่นคือโจมาดอขางขนองอะไรนั่งซีกองกอดกับบานจับดามเรืออุปกรณ์อันใบกอนั่นคือเปียไงไอนั่งไงหายเนยเป็นกอดกำปงแต่เรือนั่นเตยกับไอแต่อ้อนั่งเมื่อเตยคือเปิดเจ็ดสะซอมฮาคือเอาแต่การซีกองนั่งคือเจอเรือเหียงยูนติสโรเปดซีกองกำปงแต่เรือในขางขนองให้มากรอมเตียดคือเจียกรอมระบอซองซูเว้งกอดกับบานโจมาดอลให้พวกกอดกอดเตยเรือสำเร็จบำเพ็ญสำหรับจีสกีนั่งคือนั่งไงไอนั่งได้เธอเอาแต่การพวกกอดเจียภาษาคือเจียจิรูนั่งแต่มาดองขอตะกอนนั่งคือบานลือสำเร็จซองซูเปลี่ยนใบจีกอนนั่งคือกระเลกเมาเคยแต่การซองซูเนอปีมกกอดละมุมเนอเปรบางเคยแต่การซองซูหายกอดคือปัจจิชงอลโดยซาตะกอนนั่งคือเมากระไรนั่งอันมีมันปรับเอาแต่การบินาเกนั่งคือบานดังเตฮัดไอมันซองซูนั่งคือเมาจวนจมูกพวกกอดนั่งคือคลั่งแมงเนอเปรกอดเกิดแบบนั่งให้มันกอดนั่งคือบานบอโจนขนองกระดบมันแผ่ระบอกอดพอบูตะการมันแผ่ระบอกอดเมาปนแต่อันมีบินาเกเมาเตให้ในขนองกระดบนั่งคือเมียนจมูกน้ำอมโปรดบอซองซูในขังขนองนั่งเตียนหายก็เจียมูละหายมวยได้ทั่วเอาแต่การซองซูนั่นคืออาจเมากลายนั่งบานได้ตัวใบเจซีกองเนี่ยต่างออกเนี่ยกระเลกเมาคือปานเคยแต่การซองซูนั่นคืออย่างไม่กระดอยเมื่อเตอตึกมกระบอกกอดคือเมียรำทาปลายปลัวเตียไตปันแต่อมโปรเวงคือมันบันดาเอาแต่การบองใส่ระบอกกอดนั่นคือดัดล้อจมูกนั่งอารมณ์แบบนั่งคือคลางเป้งก็คือแต่งแต่โจมากัดแต่การบองใส่ระบอกกอดนั่งเป็นนั่งแต่มาดองสมใบแต่ซองซูหายกระโดดจมูกนั่งกรีเวงเมื่อเตอกรียคือเชี่ยเยี่ยมทว่าเอาแต่การซองซูนั่นคือสปายจัดส่วนแต่การซองซูนั่นติ่งอันนี้ออดโจจัดอันนี้ออดโจจัดอันนู้ออดจังเตอนั่งก็เอาแต่การซองซูนั่นคือจัดแต่ทมือนั่นคือคลังเป๊กแต่อยู่เตอร์ปะหายเจกรีคืออาจดังจมูกนั่งซองซูนั่นก็คือพลักเมื่อแต่การซีกอนั่นคือจานเป๊กหนูจริงรู้ไว้เนี่ยแต่ต่างออกนี่ก็คือละออครั้งเนอเปดับบองใส่ดับบกอดเจนเปียปัดตบพลายสำเร็จแบบเปียห้อยมันจ้องไอ้บองใส่ดับบกอดนั่นคือเคยรูปเพียบดับบซองซูนั่นคือเนอขบายจมูกเนื้อสไลด์ดอดไตนั่งหนูปันไตในต่างออกนี่เมื่อแต่การซีกองไว้เมื่อแต่กอดทอมมาหน้าจมูกนั่งอาจแต่เพียบแบบนั่งไงนั่งจริงรู้โดยเจียมันเศร้าโจจัดจมูกนั่งซองซูเตปันไตเนอเปดักอดนั่นคือเต็งห้อยเรียบจอมไม่ห้อยอาจจะเจนแต่นั่งก็บานเลียจมูกนั่งซองซูเนอเป็นนั่งเตียดอะไรกำปงแต่ดาใจมาข้างกลาวจมูกน้ำบองใส่ดับบกอดนี่กำปงแต่ดาจมูกน้ำบองใส่ดับบกอดมีอารมณ์ท่าตักมุกบองใส่ดับบกอดอัดใส่สรัวเตียไตจังเป็นนั่งดาจริงรู้เว้งกอดกับบานสู้แต่การบองใส่ดับบกอดตาบองใส่ดับบกอดนั่นคือจีสกีนั่งไอนั่นคือละออดหรือกกอดนั่นคือไตรการมนาเกมเนี่ยดำใบเปลี่ยนเอาแต่การบองใส่ดับบกอดอดหายจำนายบองใส่เว้งคืออดเต้กอดคือไอเรียนจีดักโคลนกอดนั่นคือบ้านอะไรเปยยบคือบ้านมาดอไหลในกลายจีสกีนั่งเปยยบก่อเกนั่งคือบ่าวเพลิงเอาแต่กันเนี่ยต่างออกเนี่ยนาได้จองเรียนการจีสกีนั่งคือจีเตียดปันแต่เมื่อแต่กันซีกองไว้นาต่างออกเนี่ยก็คือจีเหมือนบ้านละอเตนเปนั่งปอนโปรไว้เนี่ยก็ก่อเจียนเนี่ยจีเหียงขอดบ้าได้จังก็คือเปลี่ยนแต่การบองไซด์บอกอดจังเตอแต่เนเปได้เปลี่ยนแต่การบองไซด์นั่งคือเฉลี่ยดื้อแต่การบองไซด์บอกอดเตียดโดยซาตะการโชว์ตะบงบองไซด์บอกอดก็โชว์มันนั่งหายคางกล้อมระบาซองซูเวงเมื่อคางกล้อมระบาซองซูเตอร์ก็นั่งกำปงแต่เรียนจีจากออกเนียเนอเปได้กำปงแต่เรียนจีเจียภาษาคือเจียซีกองนั่งแต่มันดองมันดังตะกอนนั่งคือดูประมาณดองเต้หายปอนประบอกอนเนอเปได้บานเคยแต่การบองใส่ดูก็บานรถมาคือไว้โดยเจียกลากะรอบมวยปีใบเงือบหลังจังเตอร์นั่งตัวใบเจียปะยังไม่กระดอยเมื่อแต่การซีกองโดยจีอดเมียนอารมณ์ท่าเหียงบะเตก็ระคืนในแต่คอมปรังแต่เอาแต่การปนเปลือกบอกอนนั่งคือขอมดื้อก่อนนั่งคือคลังเป็ดเชี่ยเยี่ยมประโยชน์ปีก่อนระเบียบโชว์ระเบียบชีนั่งเอาชานติเตอร์แต่ปนเปลือกไว้เนี่ยเปลี่ยนปลาคือดื้อแต่การกอนซาระบอกอนประดาจังเตอร์หายเธอเอาแต่การซีกองก็ระคือเชี่ยเยี่ยมลางจีนจังเตอร์นั่งหายจำนายปนเปลือกเมื่อแต่กอดโดยเฉียดจังแต่เธอไอเกมมวยบัดจังเตอร์หายซีกองไว้ก็
ก็បានចាប់ដើមឡើងទៅខាងលើដើម្បីបន្តការជិះរបស់គាត់ហើយខាងគ្រីសវិញនេះគាត់ក៏បានចាប់ដើមសួរទៅកាន់គ្នារបស់គាត់ដោយសារតែគ្នារបស់គាត់មានអ្នកខ្លះចេះមានអ្នកខ្លះគឺមិនចេះអញ្ចឹងទៅហើយអ្នកខ្លះណាគេចេះអញ្ចឹងទៅជាភាសាគឺជាសង្ស៊ូនឹងតែម្ដងទោះបីជាគាត់នឹងគឺអត់ចេះមែនប៉ុន្តែគាត់គឺព្យាយាមរៀនរហូតដល់គាត់នឹងគឺអាចជិះបានរៀងគ្រាន់បើនិយាយជាមួយនឹងគ្នានឹងក៏វាច្រើនហើយណាមួយវិញទៀតរៀនជិះនឹងក៏វាយូរដែរហើយពួកគាត់គឺមិនទាន់បានថតរូបជាមួយនឹងគ្នានឹងគឺមកប៉ោះទេអញ្ចឹងនៅពេលហ្នឹងមានតែពួកគាត់ទាំងអស់គ្នាជាពិសេសគឺជាគ្រីសដកទូរស័ព្ទមកគឺបានថតរូប selfie ជាមួយនឹងពួកគាត់តែម្ដងស្របពេលដែលស៊ីកងកំពុងតែជិះកាត់នៅកន្លែងហ្នឹងនោះឃើញស៊ីកងនឹងគឺឈប់នៅកន្លែងហ្នឹងដែរគ្រីសវិញគាត់ក៏បានចូលមកនិយាយជាមួយនឹងស៊ីកងក៏ដូចជាមួយនឹងការសុំឲ្យតកាន់ស៊ីកងនឹងគឺជួយថតរូបឲ្យមកកាន់ក្រុមរបស់ពួកគាត់ទាំងអស់គ្នានឹងគឺបានអត់ហើយចំណែកស៊ីកងវិញអ្នកទាំងអស់គ្នាមើលទៅគាត់អត់មានបានបដិសេធទេនៅពេលហ្នឹងគាត់ក៏បានចូលមកដើម្បីថតរូបឲ្យតកាន់ពួកគាត់ដែរតែនៅពេលដែលបានថតរូបអ្នកទាំងអស់គ្នាមើលទឹកមុខរបស់គាត់ក៏ដូចជាមួយនឹងអារម្មណ៍របស់គាត់នៅពេលហ្នឹងវាមិននឹងនោះទេពេលដែលមិននឹងបែបហ្នឹងរូបថតឲ្យគាត់នឹងគឺបានថតហ្នឹងស៊ីកងគឺមិនអាចថតរូបបានល្អណាស់ដៃរបស់គាត់នឹងគឺញ័រខ្លាំងពេកនឹងនោះស្របពេលនឹងដែរប្អូនប្រុសរបស់គាត់ក៏បានមកដល់ល្មមហើយគាត់ក៏បានទាញទូរស័ព្ទពីបងស្រីរបស់គាត់ថាទុកឲ្យគាត់នឹងគឺបានថតរូបឲ្យវិញនៅពេលដែលបានថតហើយអញ្ចឹងទៅជីងរូវិញគាត់ក៏បានយកទូរស័ព្ទរបស់គាត់នឹងគឺឲ្យទៅកាន់សងស៊ូវិញអញ្ចឹងទៅតែនៅពេលដែលបានឲ្យទៅកាន់សងស៊ូវិញគាត់គឺគិតក្នុងចិត្តរបស់គាត់មួយមិនពឹងឲ្យទៅកាន់បងស្រីរបស់គាត់ថតឲ្យអញ្ចឹងឥឡូវនឹងគាត់គឺបែរជាពឹងទៅកាន់សងស៊ូឲ្យសងស៊ូនឹងគឺបានថតរូបរបស់បងស្រីរបស់គាត់ក៏ដូចជាមួយនឹងគាត់2នាក់បន្តិចនៅពេលហ្នឹងគាត់ក៏បានចាប់ដើមយកទូរស័ព្ទមកដើម្បីឲ្យទៅកាន់សងស៊ូនឹងគឺថតអញ្ចឹងទៅប៉ុន្តែមើលទឹកមុខរបស់សងស៊ូនឹងគឺជាងទៅកាន់ស៊ីកងទៀតគាត់គឺបានភ្លឹកមើលរូបថតដែលគាត់កំពុងតែថតឲ្យទៅកាន់ស៊ីកងនៅពេលដែលជីងរូនឹងគាត់គឺចូលមកយកទូរស័ព្ទពីសងស៊ូវិញនោះមើលទៅគាត់ដូចជាមិនទាន់អស់ចិត្តក៏ដូចជាមួយនឹងការអស់សំណួររបស់គាត់នឹងគឺសួរទៅកាន់សងស៊ូនោះទេទាំងគាត់នឹងគឺប្រាប់ទៅកាន់សងស៊ូថាគាត់នឹងគឺអាចសួរសំណួរខ្លះទៀតបានអត់សងស៊ូវិញគាត់ក៏អត់បានបដិសេធដែរទាំងពេលហ្នឹងជីងរូវិញគាត់ក៏បានសួរទៅកាន់សងស៊ូថាអញ្ចេះនៅពេលដែលបងស្រីរបស់គាត់នៅពេលហ្នឹងមិនប្រឡងចប់ហើយពេលហ្នឹងមេយ៉ាគឺបានធ្លាក់ភ្លៀងខ្លាំងទៀតពេលហ្នឹងគាត់គឺទទួលបានដំណឹងពីអ្នកមីងរបស់គាត់ថាមានមនុស្សម្នាក់គឺមានឈ្មោះថាសុងស៊ូនឹងគាត់គឺមកដល់មុខផ្ទះទាំងភ្លៀងហើយគឺសួររកទៅកាន់បងស្រីរបស់គាត់ក៏ដូចជាមួយនឹងគាត់ទាំងពេលហ្នឹងក៏បានឆ្ងល់ចឹងទៅក៏បានសួរទៅកាន់សុងស៊ូតើពេលហ្នឹងសុងស៊ូមករកគាត់ក៏ដូចជាមួយនឹងបងស្រីរបស់គាត់មានន័យថាម៉េចទាំងសុងស៊ូវិញដោយសារតែវាយូរពេកហើយរឿងហ្នឹងក៏វាកន្លងផុតទៅទៀតអញ្ចឹងគាត់ក៏អត់ចាំដែរឲ្យទៅកាន់ជីងរូនឹងគឺបំភ្លេចរឿងមួយនឹងគឺចោលទៅឥឡូវហ្នឹងគឺវាលែងមានប្រយោជន៍សម្រាប់ពួកយើងទាំងអស់គ្នានឹងទៀតហើយគាត់ក៏បានដើរត្រឡប់ទៅរកទៅកាន់បងស្រីរបស់គាត់វិញអញ្ចឹងទៅបងស្រីវិញក៏បានសួរទៅកាន់បងប្រុសរបស់គាត់ដែរតើនិយាយស្អីគេជាមួយនឹងសងស៊ូមុននឹងប៉ុន្តែបងប្រុសវិញអត់មានបានប្រាប់ឲ្យទៅកាន់ស៊ីកងនឹងគឺបានដឹងទេទាំងឲ្យទៅកាន់បងស្រីរបស់គាត់តោះឥឡូវនឹងយប់ឲ្យពួកយើងនឹងគឺត្រឡប់ទៅវិញសូម្បីតែឥឡូវហ្នឹងនៅពេលដែលពួកគាត់ទាំងអស់គ្នានឹងកំពុងតែជួបជុំគ្នាសប្បាយជាមួយនឹងគ្នាអ្នកទាំងអស់គ្នាក៏លេចមើលទៅកាន់សងស៊ូទៅអត់មានការសប្បាយជាមួយនឹងមិត្តភ័ក្តិរបស់គាត់ទេមិត្តភ័ក្តិទាំងអស់គ្នាវិញគឺចាប់ដើមសួរក៏ដូចជាមួយនឹងការឲ្យទៅកាន់គ្នានឹងគឺនិយាយអំពីទម្លាប់អាក្រក់របស់ពួកគាត់មកតើពួកគាត់នឹងគឺចូលចិត្តធ្វើឲ្យគេខ្លាចអញ្ចឹងទៅហើយចំណែកអ្នកទាំងអស់គ្នាវិញគឺប្រាប់អំពីចំណុចអាក្រក់រៀងខ្លួនប្រាប់មួយពួកគាត់នឹងគឺសោចឡើងលឺនឹងពេញបន្ទប់នឹងតែម្ដងលើកលែងតែសងស៊ូទេសងស៊ូវិញអត់មានចូលរួមលេងសប្បាយជាមួយនឹងគាត់ណាអញ្ចឹងគ្នារបស់គាត់ជាពិសេសគឺជាគ្រីសវិញគាត់ក៏បានចាប់ដើមឲ្យមានហ្គេមមួយទៀតហ្គេមមួយហ្នឹងគឺ7-10ហើយគឺប្រាប់ថាពួកយើងនឹងគឺនិយាយការពិតឬក៏និយាយមិនពិតនៅពេលដែលនិយាយបែបហ្នឹងហើយអ្នកទាំងអស់គ្នាវិញគាត់ក៏បានចូលរួមអញ្ចឹងមិត្តភ័ក្តិរបស់គាត់ម្នាក់ហ្នឹងគាត់ក៏បានចាប់ដើមប្រវល់លើកទី1ហើយការប្រវល់10លើកទី1ហ្នឹងគឺបានចំជាមួយនឹងគ្រីសតែម្ដងតើគ្រីសនឹងគឺធ្លាប់មានសង្សារចាស់នឹងគឺប្រមាណដងទៅហើយគ្រីសវិញគឺជ្រើសរើសការពិតឆ្លើយថាគាត់មានសង្សារចាស់តែ2នាក់នោះទេឥឡូវនឹងគឺចាប់ដើមការប្រវល់10ជាលើកទី2ហើយប្រវល់10លើកទី2នឹងគឺចំជាមួយនឹងសងស៊ូនឹងល្មម
តាសងស៊ូនឹងគឺមានការណាត់ជួបជាលក្ខណៈគូស្នេហ៍នឹងគឺប្រមាណដងហើយសងស៊ូវិញអត់មានដែលណាត់ជួបពីណាគេសូម្បីតែម្នាក់គេក៏បានបន្តសំណួរសួរទី2ហេតុអីបានសងស៊ូនឹងគឺមិនទៅជួបគេអញ្ចឹងប៉ុន្តែសំណួរទី2ស្អីបវលម្ដងគឺសួរបានតែម្ដងនោះទេអញ្ចឹងសងស៊ូវិញគាត់ក៏បានចាប់ដើមការបវលរបស់គាត់តែនៅគេដែលគាត់នឹងគឺបវលមកចំឈ្មោះរបស់គាត់នឹងគឺបន្តទៀតទៅគ្រីគាត់ក៏បានសួរអំពីសំណួរបន្តទៀតហេតុអីបានគ្រីនឹងគឺមិនទៅជួបគេតែសំណួរមួយហ្នឹងគឺបែរជាសងស៊ូវិញគឺបដិសេធថាគាត់នឹងគឺអត់ឆ្លើយទេសុកចិត្តយោស្រានឹងគឺមកផឹកជំនួសវិញហើយចំណែកអ្នកទាំងអស់គ្នាបន្តការលេងជាមួយនឹងគ្នានឹងគឺបន្តទៀតអញ្ចឹងទៅហើយមើលទៅម្នាក់នៅពេលដែលបានលេងមិនដឹងថាប្រមាណទេឥឡូវហ្នឹងគឺបានសន្លប់សឹងនឹងគ្រប់គ្នាអស់ជាភាសាប្រុសនឹងតែម្ដងហើយចំណែកសងស៊ូអត់ទាន់សន្លប់អញ្ចឹងគាត់ក៏បានចេញមកខាងក្រៅហើយគ្រីឃើញតែកាន់សងស៊ូនឹងគឺនៅខាងក្រៅបែរជាគាត់នឹងគឺចូលមកនិយាយជាមួយនឹងសងស៊ូនឹងគឺនៅខាងក្រៅជាមួយនឹងគ្នាហើយចំណែកពួកគាត់ពីរអ្នកបងប្អូនរបស់គេវិញនេះឥឡូវនឹងកំពុងតែដើរត្រឡប់ទៅផ្ទះវិញទៀតនៅពេលដែលបានឃើញហើយបាននិយាយបែបហ្នឹងឃើញទឹកមុខរបស់សងស៊ូហើយធ្វើឲ្យទៅកាន់គ្រីវិញគាត់ក៏បានសួរទៅកាន់សងស៊ូតែម្នាក់ហ្នឹងមែនគឺជាម្នាក់ដែលសងស៊ូនឹងគឺតែងតែគិតហើយគឺភ្លឹកមើលគេរហូតអញ្ចឹងចំជួសងស៊ូវិញបែរជាគាត់នឹងគឺប្រាប់រឿងរ៉ាវទាំងអស់របស់គាត់ឲ្យទៅកាន់គ្រីនៅពេលហ្នឹងទៀតប៉ុន្តែគ្រីនៅពេលដែលគាត់នឹងគឺបានដឹងរឿងរ៉ាវរបស់សងស៊ូហើយគាត់បែរជាជំរុញឲ្យទៅកាន់សងស៊ូវិញថាចេះពេលខ្លះសងស៊ូគឺមិនគួរធ្វើបែបហ្នឹងទេបើសិនជាស្រឡាញ់បើសិនជាចូលចិត្តទៅកាន់ពីណាគេម្នាក់ឲ្យទៅកាន់សងស៊ូនឹងគឺបញ្ចេញអារម្មណ៍របស់គាត់ឲ្យទៅកាន់គេនឹងគឺបានដឹងទៅទាំងគ្រីអត់ទាន់បានដឹងទេណាថាការពិតសងស៊ូនឹងគាត់គឺជាអ្នកបដិសេធមកកាន់គេនឹងសោះឥឡូវនឹងសងស៊ូគាត់ក៏បានមកដល់ខាងក្នុងបន្ទប់របស់គាត់ហើយនៅខាងក្នុងបន្ទប់របស់គាត់ពេលនឹងប្អូនប្រុសរបស់គាត់ក៏បានខលមកល្មមសួរទៅកាន់សងស៊ូតើសងស៊ូនឹងគឺសប្បាយជាមួយនឹងការជួបជុំរបស់គាត់នឹងអត់ហើយមើលទៅកាន់សងស៊ូវិញគាត់ដូចជាបានដឹងនៃការរៀបចំក៏ដូចជាមួយនឹងការមកកន្លែងហ្នឹងដែលប្អូនប្រុសរបស់គាត់នឹងគឺចង់មកហ្នឹងដោយសារតែស៊ីកនឹងគាត់គឺមកកន្លែងហ្នឹងដែរនោះអញ្ចឹងប្រាប់ទៅកាន់ប្អូនប្រុសរបស់គាត់ថាចេះអំពីទំនាក់ទំនងគាត់ជាមួយនឹងស៊ីកងវិញគឺមិនចង់ឲ្យតែកាន់ប្អូនប្រុសរបស់គាត់រៀបចំម្ដងហើយម្ដងទៀតបែបហ្នឹងនោះទេអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជាមួយនឹង admin ចាំជួបជាមួយនឹង admin គឺនៅភាគទី18បន្តទៀតបាយបាយអ្នកទាំងអស់គ្នា good night បាយបាយ